បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសារនេះផងដែរខ្ញុំសូមផ្ដាំទៅបងប្អូនដែលនៅជួរមុខជាពិសេសបងប្អូនដែលនៅតាមតំបន់ព្រៃខែនេះគឺជាខែត្រជាក់អញ្ចឹងតំបន់ព្រៃគឺអាចត្រជាក់ខ្លាំងវាអាចត្រជាក់រហូតដល់ទៅ10អង្សាឬក៏អាចក្រោម10ឬក៏អាចលើ10បន្តិចតួចអញ្ចឹងសម្រាប់បងប្អូនដែលល្ងាខ្លាំងអត់ចាំបាច់លើអាវល្ងាបើថាអត់មានអាវល្ងាអត់មានអីទេអត់ពិបាកទេបងប្អូនណាបងប្អូនយកអាវយើងធម្មតាហ្នឹងយើងយកទៅជ្រលក់ទឹកសិនទៅយកទៅជ្រលក់ទឹកយកអាវយើងធម្មតាយកទៅជ្រលក់ទឹកទៅហើយនៅតាមតំបន់ព្រៃភ្នំមិនខ្វះឯដុំថ្មរមើដុំថ្មមកធំល្មមទៅហើយបងប្អូនយកទៅដុតបានថាដុតឲ្យក្តៅណាដុតឲ្យក្តៅហើយបងប្អូនចាប់ថ្មដែលក្តៅហ្នឹងយកមកដាក់ឃ្លុំជាមួយនឹងអាវរបស់យើងជ្រលក់ទឹកហ្នឹងយកមកឃ្លុំជាមួយមកបងប្អូនយកទៅអង្គុយពីលើក៏បានបងប្អូនដាក់ជើងពីលើក៏បានយកដៃអោបក៏បានគឺអាហ្នឹងគឺធ្វើឲ្យបាត់បានថាឲ្យបាត់ល្ងាបានរយៈពេលយូរអញ្ចឹងបងប្អូនធ្វើអញ្ចឹងគឺអត់មានបញ្ហាល្ងាឬក៏គ្រុនចាញ់ឬក៏អាចធ្វើឲ្យយើងកាំងបេះដូងអីអត់ទេអញ្ចឹងជ្រលក់អាវយើងរៀងក្រាស់ល្មមទៅជ្រលក់ទឹកឲ្យសើមទៅបងប្អូនជ្រលក់ទឹកឲ្យសើមឲ្យបងប្អូនយកអាដុំថ្មមកដុំមកហើយដុតឲ្យក្តៅណាពេលបងប្អូនដុតឆ្អើដុតអីហ្នឹងបានថាបងប្អូនដុតថ្មនោះឲ្យក្តៅទៅហើយយកថ្មហ្នឹងឃ្លុំជាមួយនឹងអាវដែលយើងជ្រលក់ទឹកហើយហ្នឹងអាវក្រាស់ហ្នឹងយកមកជ្រលក់ទឹកហើយហ្នឹងបងប្អូនយកមកអង្គុយពីលើក៏បានបងប្អូនយកមកដាក់នៅបាតជើងយើងក៏បានថាតិចថងណាយើងដាក់ថងហ្នឹងទៅជាពិសេសដៃជើងតែម្ដងអញ្ចឹងវាធ្វើឲ្យយើងខុំបានថាអត់ក្តៅទេហើយក៏អត់តិចដែរអញ្ចឹងបងប្អូនធ្វើបែបហ្នឹងគឺបងប្អូនអាចឃុំបានយូរបានថាថ្មវាមានកម្ដៅទប់កម្ដៅបានយូរអញ្ចឹងបងប្អូនអាចអត់តិចទេព្រឹកព្រលឹមឡើងអីហ្នឹងបងប្អូនធ្វើអញ្ចឹងទៅគឺអាចជួយដល់បងប្អូនបានពីបញ្ហាដែលបងប្អូនចាញ់តិច